តាអ្នកគិតថាអ្នកកំពុងធ្វើអ្វីទីហ៊ានម្នាក់បានរារាំងអ្នកទាំងពីរខណៈដែលពួកគេព្យាយាមកាត់ជួគ្នាខ្ញុំជាអ្នកភ្ញាក់ឆ្លងក្តាប់ខ្សែជីវិតនេះដោយគ្រវីដៃយ៉ាងឃ្លាវខ្លាហើយស្រែកខ្ញុំមានអំណាចខ្ញុំពិសេសអនុញ្ញាតឲ្យខ្ញុំចូលខ្ញុំត្រូវការជួបមេបញ្ជាការរបស់អ្នកទីហ៊ានបានឈប់មានកំណត់អត្តសញ្ញាណអ្នកដែលមានសមត្ថភាពពិសេសប៉ុន្តែអ្នកខ្លាញ់បន្លំច្រើនពេកបានបង្ហាញឡើងកាលពីប៉ុន្មានថ្ងៃមុននេះបញ្ជាក់ទីហ៊ានបាននិយាយយ៉ាងត្រជាក់ឆ្នូរដកដង្ហើមវែងតស៊ូដោយការហត់នឿយនិងការស្រេកឃ្លានដែលបណ្ដាលឲ្យវិលមុខនាងបានលើកដៃទៅកាន់របាំងបេតុងដ៏ធំមួយនៅតាមផ្លូវលុបបំបាត់ពន្លឺពណ៌ក្រហមនិងរបាំងរាប់រយផោនបានបាត់ភ្លាមទៅក្នុងខ្យល់ស្ដើងហាក់ដូចជាវាមិនដែលមានហ្វូងមនុស្សដែលនៅជុំវិញបានស្ងប់ស្ងាត់សិស្សរបស់ទាហានបានចុះឈាមយ៉ាងខ្លាំងខណៈគាត់ចាប់យកវិទ្យុរបស់គាត់ភ្លាមប្រទះឃើញនៅច្រកចូល Special Type No Elimination Type ស្នើសុំការបញ្ជាទិញ5នាទីក្រោយមកឆ្លូនិង Ryan ត្រូវបាននាំទៅកាន់ការិយាល័យដ៏កក់ក្ដៅមួយនៅខាងក្រោយតុអង្គុយបុរសវ័យកណ្ដាលម្នាក់នៅក្នុងអាវយោធាគាត់បានបង្កើនទំហំឆ្លូដូច្នេះសមត្ថភាពរបស់អ្នកគឺការលុបបំបាត់តើអ្នកអាចកម្ចាត់ទំហំប៉ុណ្ណាតើអ្នកអាចកម្ចាត់មនុស្សរស់បានទេទីបំផុតមានអារម្មណ៍កក់ក្ដៅនិយាយទៅអាចលុបមនុស្សរស់នៅផងដែរឥឡូវនេះនៅតាមផ្លូវនៅទីនេះខ្ញុំបានសម្លាប់ Mastiff Tibet ដែលផ្លាស់ប្ដូរមេតបផ្សាយការបញ្ចេញមិត្តរបស់នរណាម្នាក់ដែលទើបតែរឿងកំប្លែងកូនស្រីឯងសម្លាប់ឆ្កែមួយក្បាលហើយគិតថាឯងអាចឈ្នះបានគាត់ឈរចង្អុលទៅហ្វូងខ្មោចឆៅនៅខាងក្រៅឥឡូវនេះមានខ្មោចឆៅរាប់ម៉ឺនក្បាលសមត្ថភាពដែលអស់កម្លាំងបន្ទាប់ពីការប្រើប្រាស់ពីរបីដងគឺមិនមានតម្លៃអ្វីទាំងអស់នៅលើសមរភូមិទោះយ៉ាងណាក៏ដោយទឹកដុំរបស់មេបញ្ជាការបានផ្លាស់ប្ដូរនៅពេលដែលការសម្លឹងរបស់គាត់ធ្លាក់លើផ្លូវរត់ដែលគ្របដណ្ដប់ដោយព្រើនៅខាងក្រៅសមត្ថភាពរបស់អ្នកមានគោលបំណងសម្រុំជាង Blazer បានបិទផ្លូវរថយន្តដឹកជញ្ជូនមិនអាចឆ្លងកាត់បានទេផ្លូវអាកាសត្រូវបានកប់ក្នុងព្រើយើងត្រូវជំរះខ្សែជីវិតការដកព្រើចេញឆ្លូមានអារម្មណ៍អាម៉ាស់ទាំងស្រុងខ្ញុំគួរតែធ្វើជាតួឯកជាមួយនឹងប្រព័ន្ធលុបមានវាសនាខ្លាយជាមហាក្សត្រីនៃ Apocalypse ហើយអ្នកចង់ឲ្យខ្ញុំធ្វើជាអ្នកយាមទេខ្ញុំបដិសេធខ្ញុំជាអ្នកភ្ញាក់មិនហ៊ានធ្វើបាបខ្ញុំយ៉ាងនេះបដិសេធស្នាមញឹមរបស់មេបញ្ជាការបាត់ភ្លាមគ្មានការងារគឺគ្មានអាហារសំបីតែការភ្ញាក់ដឹងខ្លួនធ្វើការសម្រាប់អ្វីដែលពួកគេទទួលបានប្រសិនបើអ្នកមិនធ្វើការបន្ទាប់មកចេញហើយត្រឡប់ទៅ Blazer វិញគាត់ក្រវីដៃទាហានពីរអ្នកភ្ជុំកាំភ្លើងរបស់គេស្ទុះឡើងបន្តិចជើងរបស់ Ryan ចុះខ្សោយដោយការភ័យខ្លាចគាត់ចាប់ដៃអាវរបស់ឆ្លូយ៉ាងលឿនដោយបង្ហាញសញ្ញាដោយភ្នែករបស់គាត់ឆ្លូកុំខឹងនៅរស់ជាមុនសិនយើងនឹងដោះស្រាយនៅពេលក្រោយឆ្លូសម្លឹងមើលធុងកាំភ្លើងងឹតទាំងនោះបន្ទាប់មកគិតអំពីភាពត្រជាក់ដ៏អាក្រក់នៅខាងក្រៅមោទនភាពរបស់នាងត្រូវបានបំផ្លាញខ្ញុំនឹងធ្វើវានាងក្រវីថ្មិញហើយបន្ទាបក្បាលដោយអាម៉ាស់កន្លះម៉ោងក្រោយមកឆ្លូត្រូវបានចាត់ឲ្យទៅអង្គភាពបោះសម្អាតពិសេសការងាររបស់នាងគឺសាមញ្ញឈរនៅពីមុខរថយន្តសំណង់ហើយបន្តប្រើសមត្ថភាពរបស់នាងនៅលើព្រើនិងកំទេចកំទីនៅខាងមុខរាល់ពេលដែលនាងប្រើធម្មពលរាងកាយរបស់នាងមានអារម្មណ៍ថាហត់ទាំងស្រុងលឿនជាងចាំអីទៀតក្បួននៅខាងក្រោយកំពុងរងចាំអ្នកគ្រប់គ្រងបន្លឺសំឡេងតាម Megaphone Ryan គ្មានសមត្ថភាពត្រូវបានចាត់ឲ្យទៅក្រុមដឹកជញ្ជូនកម្រិតទាបបំផុតភារកិច្ចរបស់គាត់គឺដើម្បីដឹកអ្នកដែលគ្រឹះត្រូវបានខំទៅរណ្ដៅដុតក្លិនស្អុយនៅទីនោះអាចជំលះអ្នកណាម្នាក់ចេញបូករួមទាំងមានហានិភ័យនៃការឆ្លងមេរោគជាប្រចាំប៉ុន្តែដើម្បីរស់បានដើម្បីទទួលបានសិទ្ធិពាក់កណ្ដាលនោះគាត់អាចស៊ូទ្រាំបានតែយប់ជ្រៅទាំងពីរដួលលើវេទិកាដេករួមក្នុងកន្លែងហាត់ប្រាណមនុស្សរាប់រយនាក់ត្រូវបានកកុញនៅទីនេះក្លិនញើសនិងជើងលីឡំគ្នាឆ្លូសម្លឹងមើលការហាមរបស់នាងរមាស់ទឹកភ្នែកស្រក់ចុះដោយមិនអាចគ្រប់គ្រងបានមិនគួរមានបែបនេះទេនាងគិតអំពី FN ដែលជាចង្ក្រានក្តៅនោះ FN អ្នកត្រូវតែពេញចិត្តនឹងខ្លួនអ្នកនៅពេលនេះឆ្លូក្តាប់ភូយខ្វក់យ៉ាងតឹងក្រចករបស់នាងជីកចូលទៅក្នុងបាតដៃរបស់នាងនៅពេលនេះ Plaza ទល់មុខមន្ទីរពេទ្យ Central គឺសម្បូរទៅដោយខ្មោចឆៅសត្វទាំងនេះមិនស្លាប់ទេពេលដែលគេដឹងពីកម្ដៅក្នុងខ្លួនមនុស្សរស់នោះគេនឹងភ្ញាក់ភ្លាមប្រព័ន្ធធ្វើឲ្យវាបំបាំងកាយសកម្មខ្ញុំចំណាយធម្មពលតិចតួចពីស្រទាប់អ៊ីសូឡង់កម្ដៅជុំវិញខ្លួនរបស់ខ្ញុំដោយប្រើទំពុករបស់ខ្ញុំបានឡើងដោយផ្ទាល់ទៅបង្អួចជាន់ទី3ជាផ្ទះអសស្ថានមាន zombie stick នៅទីនេះបន្ទាប់ពីបញ្ជូនខ្មោចគិលានុបដ្ឋាយិកាដែលវង្វេងមួយចំនួនខ្ញុំបានដើរទៅកាន់ធ្នើដៃខ្ញុំដើរកាត់ជួរបន្ទាប់ថ្នាំបាត់ភ្លាមពាក់កណ្ដាលផ្លូវរបស់ខ្ញុំការបាញ់កាំភ្លើងដ៏ខ្លាំងក្លាបានផ្ទុះឡើងពីជាន់ក្រោមខ្ញុំបានរើទៅបង្អួចហើយមើលទៅរថពាសដែកដែលបានកែប្រែវ៉ែមតាមច្រកទ្វារមន្ទីរពេទ្យចោលប្រដាប់អាវុធយ៉ាងពេញទំហឹង7 ឬ 8នាក់កំពុងបាញ់កាំភ្លើងទៅកាន់ខ្មោចឆៅរថយន្តទាំងនោះមានរូបសញ្ញាឆ្លាមពណ៌ខ្មៅក្រុមលៀមខ្មៅបរិសទាំងនេះម្ដងទៀតហាក់ដូចជាពួកគេក៏បានយល់ដឹងពីសារៈសំខាន់នៃថ្នាំហើយបានមកមើលការលាក់កំបាំងពេលយប់អ្វីដែលចៃដន្យខ្ញុំសើចយ៉ាងត្រជាក់ខ្ញុំមិនប្រញាប់ចាក់ចេញទេផ្ទុយទៅវិញខ្ញុំបានតាំងលំនៅក្នុងទីតាំងស្រួលក្បែរបង្អួចដើម្បីមើលការបង្ហាញខាងក្រោមកម្លាំងបាញ់របស់ក្រុម Black Shock គឺសាហាវពួកគេជំរះផ្លូវមួយយ៉ាងលឿនហើយតម្រង់ទៅកន្លែងទទួលភ្ញៀវឈ្លានពានកាំភ្លើងគឺខ្លាំងពេកមិនត្រឹមតែ zombies នៅក្នុង Plaza នោះទេសូម្បីតែ zombies ពីភ្លុកជុំវិញជាច្រើនត្រូវបានគូនៅទីនេះខណៈក្រុម Black Shock Gang ប្រញាប់ចូលទៅក្នុងបន្ទប់ទទួលភ្ញៀវជាន់នោះក៏ផ្ទុះឡើងខ្មោចឆៅដ៏ធំដែលមានកម្ពស់ជាង
ម៉ែតដែលមានសាច់ដុំរហែកបានផ្ទុះឡើងពីខាងក្រោមប្រភេទថាមពលមីដន្ថេថេនកម្រិតទី2មេពូជលំដាប់ទី2ហើយឬនៅស្អីតារឿងនោះជាអ្វីសមាជិកក្រុម Black Shark Gang មានការភ័យខ្លាចកាំភ្លើងអែកជាច្រើនគ្រាប់បានបាញ់ព្រមគ្នាគ្រាប់កាំភ្លើងបានបាញ់ទៅលើ Titan ប៉ុន្តែបានតែប្រឡាក់ឈាមតូចប៉ុណ្ណោះ Titan ក្រហមចាប់ Gurney ដែលគេបោះបង់ចោលនៅក្បែរនោះហើយគប់វាដូចជា Frisbee សមាជិកក្រុមក្មេងទំនើង Black Shark ចំនួន2នាក់ត្រូវបានទម្លាយភ្លាមទិដ្ឋភាពធ្លាក់ចូលទៅក្នុងភាពវឹកវរពេលវេលាល្អឥតខ្ចោះភ្នែករបស់ខ្ញុំភ្លឺឡើងនោះជាខ្សែថាមពលកម្រិតទី2ពី Titan វានឹងអនុញ្ញាតឲ្យខ្ញុំដោះសោជំនាញថ្មីខ្ញុំរងចាំដោយអត់ធ្មត់ចំពោះក្រុម Black Shark Gang កាត់បន្ថយកម្លាំង Titan